ដល់ម៉ោងចេញព្រៀនហើយខ្ញុំត្រូវទៅផ្ទះឬអត់បើទៅជួបមិញផល្លានឹងប៉ានៅផ្ទះច្បាស់ជាមានរឿងទៀតហើយតែបើគាត់អត់នៅផ្ទះខ្ញុំច្បាស់ជាអត់បានញ៉ាំហើយគិតមិនចេះអេបងអូនបាទនៅចូលក្រុមណាំឈើដល់ណាទៀតគេទៅផ្ទះអស់ហើយមិនឯងទៅចាំប៉ាមកទទួលអត់ទេបងខ្ញុំណែមានរឿងអីប្រាប់បងមើលខែងបងជួយបានបងឈ្មោះសោមហើយនោះពូម៉ាក់បងម្នាក់ទៀតពាក់អាវឆ្នូតខៀវឈរក្បែរបកគោលភ្លើងខាងនោះឈ្មោះអាយ៉េងអូនឯងខ្លាចគេវាយមែនទេណែកុំភ័យនៅម្ដុំនេះទាំងក្បែរសាលានេះផងបងនឹងអាយ៉េងប៉ាវទាំងអស់ហ្នឹងគ្មានអាណាហ៊ានក្អកទេពីណាធ្វើអីប្រាប់បងមើលបងជួយឯងណាអត់ទេបងអត់មានណាវាយខ្ញុំទេតែខ្ញុំអត់ចង់ទៅផ្ទះទេអូបងដឹងហើយបែបនៅផ្ទះអូនឯងមានរឿងអីមើលទៅឡើងចេះថ្ងៃត្រង់នេះបាច់ទៅផ្ទះទេតែញ៉ាំបាយជាមួយបងចាំនឹងនិយាយចាំទៅផ្ទះណាមកតាំងពីពេលនោះមកខ្ញុំដូចជាសប្បាយចិត្តជាងមុនខ្ញុំអាសាជិះម៉ូតូដើរលេងជាមួយបងសោមនិងនិយាយណាហើយយើងញ៉ាំបាយជាមួយគ្នាទៀតមានថ្ងៃមួយនោះណែសងថ្ងៃនេះយើងដូចអត់លុយស៊ីបាយទេវិញហើយដល់ពេលត្រូវបង្ហាញសមត្ថភាពហើយវិញឲ្យខ្ញុំធ្វើអីបងអើយទៅពិបាកស្អីណោះសាច់គោមកដល់ទៀតហ่ะមួកសមត្ថភាពកញ្ចក់ឡានបើមិនបានអីទេគម្របថាសឬក៏គម្របវល់កង់ឡានហ្នឹងក៏បានដែរសុទ្ធតែលុយទាំងអស់ហ្នឹងហើយដឹងអត់ខ្ញុំខ្លាចណាបងបើប៉ូលីសឬម្ចាស់គេចាប់បានវីវហើយកូននេះធ្វើមើលតែស្រីវិញបងនៅចិត្តនេះណាដំបងភ័យអញ្ចឹងហើយតែយូរទៅធ្លាប់លែងអីហើយខ្ញុំក៏ខ្លាចជាអ្នករកប្រាក់ឲ្យបងសំនឹងនិយាយខ្ញុំដើរស៊ីចាយមិនដែលទៅរៀនទេពូប៉ូលីសចុះប៉ាម៉ាក់ឯងដឹងរឿងនេះទេប៉ាម៉ាក់ខ្ញុំលេងគ្នាយូរហើយព្រោះថ្ងៃខ្ញុំនៅជាមួយប៉ាតែប៉ាដឹងទេចុះឯងលេងឆ្នាំញៀនគាត់ដឹងទេខ្ញុំឯងមិនបាច់លាក់ពូទេពូដឹងបាទគឺបងយាយនឹងបងសំឲ្យខ្ញុំសាយហើយថ្ងៃនេះមិនបានជាហ៊ានលួចទៅដល់ម៉ូតូគេអញ្ចឹងខ្ញុំចង់បានលុយច្រើនយកមកដើរលេងហ្គេមទិញថ្នាំក៏ថុយទៅស្រាប់តែយកមកលក់ដឹងអីប៉ូលីសចាប់បានឯងដឹងអត់លទ្ធផលគឺអញ្ចឹងនៅក្មេងសោះរូបរាងស្អាតបាតរៀននឹងគិតរៀនតែធ្វើអំពើដែលសង្គមគេស្អប់ខ្ពើមទៅវិញជឿនចូលជំរាបសួរលោកប៉ូលីសបងធាបងជួយខ្ញុំផងបងខ្ញុំអត់ចង់ជាប់គុកទេបងដឹងហើយលោកប៉ូលីសបងខ្ញុំមានរឿងអីហ៎អញ្ចឹងអង្គុយសិនមកចាហេតុអីបានជាមិនអោយប៉ាម៉ាក់មកបាយជាមកខ្លួនឯងវិញចាម៉ាក់ខ្ញុំគាត់ឈឺអត់បានមកហើយប៉ាទៅធ្វើការនៅខេត្តលោកប៉ូលីសចឹងបងអូនអានកំណត់ហេតុនេះសិននៅវិចចាំប្រាប់មេដៃចាលោកប៉ូលីសបងធាជួយខ្ញុំផងខ្ញុំឈប់ធ្វើអញ្ចឹងទៀតហើយខ្ញុំដឹងខុសហើយបងលោកប៉ូលីសបងប្រុសខ្ញុំធ្វើខុសចុះបើខ្ញុំចង់នាំវាទៅផ្ទះវិញបានទេលោកប៉ូលីសមិនអីទេបំពេញឯកសារនេះឲ្យសិនទៅអូនអាចនាំវាទៅបានហើយខាងប៉ូលីសមិនអាចឃុំខ្លួនវាបានទេព្រោះវាមិនតាន់គ្រប់អាយុចាអរគុណហើយលោកប៉ូលីសតែបងអូនធ្វើមើលអប់រំវាបានល្អផងកុំបដែតបដោយឲ្យវាធ្វើអញ្ចឹងទៀតចាលោកប៉ូលីសខ្ញុំអត់ចូលគុកទេខ្ញុំបានទៅផ្ទះវិញហើយបងកុំអពេកប៉ូលីសទៅតាមដានតទៅទៀតដើម្បីចាប់អាមេខ្លោងមកដាក់ទ្រង់ឲ្យអស់ហើយឯងក៏អញ្ចឹងដែរបើមិនកែខ្លួនទេឯងប្រហែលជាគ្មានសំណាងដូចថ្ងៃទេបាទពូប៉ូលីសខ្ញុំរៀងហើយខ្ញុំឈប់លួចគេទៀតហើយចាលោកប៉ូលីសខ្ញុំនឹងមើលបដាវាកុំឲ្យវាធ្វើអញ្ចឹងទៀតខ្ញុំមិនដឹងថាវាហ៊ានដល់ប៉ុណ្ណឹងសោះបងអូនស្រីបងអូនត្រូវទៅតាមដានសកម្មភាពសុងឲ្យមែនតែនកុំឲ្យវាដើរចូលក្រុមពួកអ្នកលេងនោះទៀតចាមិនសុំឯងលឺអត់បាទបងបើវាដើរលេងកិច្ចសាលាអត់ចូលរៀនណាប្រយ័ត្នមានរឿងទៀតពុំនោះទេលទ្ធផលថ្ងៃក្រោយពិបាកស្មានណាស់ព្រោះសុងឥឡូវកំពុងតែប្រើប្រាស់គ្រឿងញៀនផងថាម៉េចសុងឯងប្រើគ្រឿងញៀនហ៎មិនអញ្ចឹងហេតុអីក៏ឯងធ្វើបែបហ្នឹងឯងធ្វើឲ្យបងអស់សង្ឃឹមណាបងធាខ្ញុំឈប់ហើយបងអីទេវាទៅមិនសាកប្រើឯណែសុងឯងហ៊ានសន្យាមួយពូឯឈប់ប្រើថ្នាំញៀនទេបាទពូម្លេះខ្ញុំសន្យាខ្ញុំឈប់ប្រើគ្រឿងញៀនទៀតហើយ
nè con sông còn anh nhắmទឹកở thực chạc luôn tịch sân thân là con បានម៉ាក់ mại hiệp bài hai tịch tịch cô từng ngộtទឹកai nhạc bài chungគ្នាណា បាទ ម៉ាក់បងសុងដូចជាស្គមជាងមុនណាណោះ ហ្នឹងហើយកូនសុងស្គមច្រើនណាស់ហើយមិនប៉ាឯងអត់ឲ្យលុយកាត់សក់ទេហ៎បានសក់វែងអញ្ចឹង មកពីខ្ញុំចង់ទុកម៉ាក់ ម៉េចឯងចង់ទុកសក់វែងធ្វើក្មេងទំនើងមែននេះ កុំថាប្អូនចឹងកន្ធាបាយរួចចាំម៉ាក់នាំកូនទៅកាត់សក់ណា បាទម៉ាក់ បងសុងខ្ញុំបិណ្ឌឲ្យតែបងណាបានមកនៅផ្ទះជាមួយយើងវិញទេ បងក៏ចង់មកដែរម៉ាក់បងធាអត់ដឹងថាខ្ញុំនៅជាមួយប៉ាពិបាកប៉ុណ្ណាទេ ម៉ាក់ដឹងតាកូន ខ្ញុំធ្លាក់ខ្លួនបែបនេះក៏មកពីខ្ញុំចង់ចូលផ្ទះដែរ បងមានរឿងអីមែនទេ ព្រោះនៅផ្ទះមានរឿងតែរហូតមិនដែលសប្បាយចិត្តទេ អញ្ចឹងបានឯងដើរលេងសប្បាយសែបគប់ជាមួយពួកម៉ាក់នឹងមែនទេ បងធាមកស្ដាប់ខ្ញុំនិយាយសិនខ្ញុំក៏មិនចង់ធ្វើអញ្ចឹងដែរ កូននិយាយទៅម៉ាក់នៅមន្ទីរឯងចាំស្ដាប់កូនឯងមានរឿងអីនិយាយទៅកូននិយាយមក បានម៉ាក់ល្ងាចមួយនោះពេលខ្ញុំចេញពីសាលារៀនប៉ាបើកទ្វារខ្ញុំផងយីប៉ាទៅណាចេះអីងាយដល់ហើយ ដល់ហើយវ៉ៃពេលណាមិនមកទេមកចំពេលភ្លៀងរហូតតែឯងដេកពួនអីមិនបានយូរទៅឯងបំរើទាំងឪទាំងកូនហ្មងយ៉ាប់ដល់ហើយនេះមិនដឹងកម្មពីអីទេខ្ញុំ មីងមិនឃើញប៉ាទៅណាអី ប៉ាឯងនឹងដែរនៅផ្ទះហ៎ទៅដាំបាយស៊ីផងអញឃ្លានដល់ហើយវ៉ៃឆាប់ឡើងនៅឈរអញាក់អញ័រនឹងដល់ណាទៀតហើយមើលជូតផ្ទះផងទឹកក៏ស្រក់ឲ្យតតិតតាប្រយ័ត្នរអិលដួលអញណា បាទមីង លឿនទៅឯងនេះចំតែមកវិញគ្មានបានប្រយោជន៍អីទេនេះបើដឹងថាពិបាកអញ្ចឹងណាអញមិនយកអាតតិផ្សេងនឹងទេវើយ ម៉ាក់កូននឹកម៉ាក់ណាស់